ពេលនេះដើមរដូវវស្សាបានចូលមកដល់ហើយគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងបានមកសាក់ថ្មជីវិតជាមួយនឹងធម្មជាតិដែលមានទេសភាពស្រស់បំព្រងអមទៅដោយសម្លេងសត្វយំឆ្លងឆ្លើយហើយអ្វីដែលកាន់តែពិសេសនោះគឺការដែលបានមកបោះតង់សម្រាប់លំហែនៅទីតាំងដែលមានទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតពេលព្រឹកព្រលឹមក្រោកមកមានអារម្មណ៍រំភើបនិងត្រជាក់ភ្នែកជាមួយនឹងសម្រស់ទេសភាពអាប់ឡើងខ្មួខ្មាញ់មីឌីដាស់លាយឡំទៅដោយពពកសក្បោះហោះរសាត់ពាសពេញផ្ទៃមេឃនិងហុំព័ទ្ធពាសពេញដងភ្នំនិងព្រឹកព្រៃដែលមានពណ៌បៃតងខៀវខ្ចីតើបងប្អូនចង់ដឹងទេថាតើកន្លែងដែលពួកខ្ញុំបានមកបោះតង់សម្រាប់លំហែនេះស្ថិតនៅទីណាហើយទេសភាពធម្មជាតិនិងបរិយាកាសនៅតំបន់នេះមានភាពស្រស់ស្អាតបែបណាខ្លះសំខាន់សមាជិកខ្ញុំផ្សេងទៀតគ្រាន់តែបានឃើញទេសភាពនៅទីនេះស្រស់ស្អាតខ្លាំងនាំគ្នាធ្វើដំណើរមកទាំងយប់តែម្ដងក្នុងវីដេអូនេះខ្ញុំបាននឹងបង្ហាញជូនបងប្អូនអរគ្នាឲ្យបានដឹងពីផ្លូវធ្វើដំណើរមកកាន់ទីនេះដើម្បីឲ្យបងប្អូនបានដឹងថាតើផ្លូវមកទីនេះមានភាពងាយស្រួលនិងលំបាកនៅត្រង់ចំណុចណាខ្លះសូមបងប្អូនអរគ្នារីករាយទស្សនាវីដេអូនេះទាំងអស់គ្នាសូមអរគុណក្នុងដំណើរកម្សាន្តនេះខ្ញុំបាទនៅសមាជិកបានណាត់មកជួបជុំគ្នានៅការ៉ាសង្កាតិកំបូលដែលបានណាត់ជួបជុំនឹងវិលកង់ចេញដំណើរនៅម៉ោង1តែដល់ជាក់ស្ដែងសមាជិកខ្លះមានកិច្ចការរវល់នឹងមកជិតបន្តិចដូច្នេះនៅម៉ោង1កន្លះទើបពួកខ្ញុំបានជួបជុំគ្នានិងចាប់ផ្ដើមចេញដំណើរដោយមានសមាជិក6នាក់ម៉ូតូ5គ្រឿងដោយដំណើរកម្សាន្តនេះពួកខ្ញុំធ្វើដំណើរឆ្ពោះទៅកាន់ទំនប់វារីអគ្គិសនីគិរីរម្យទី1បាទបន្ទាប់ពីធ្វើដំណើរអស់រយៈពេល1ម៉ោងកន្លះឥឡូវនេះពួកខ្ញុំបានមកដល់រង្វង់មូគិរីរម្យត្រែងត្រយឹងដើម្បីសម្រាប់នឹងចូលផ្សារទិញបន្លែសាច់និងគ្រឿងទេសដើម្បីធ្វើម្ហូបចង់ដឹងថាពួកខ្ញុំនឹងទិញអ្វីខ្លះសូមបងប្អូនទាំងគ្នាតាមដានទស្សនាវីដេអូនេះជាបន្តទៀតសូមអរគុណបាទបន្ទាប់ពីបានបន្តដំណើរចេញពីត្រែងត្រយឹងប្រហែលកន្លះម៉ោងឥឡូវនេះពួកខ្ញុំបានមកដល់ផ្លូវចកចូលមួយដែលជាផ្លូវឡើងទៅកាន់តំបន់ទំនប់វារីអគ្គិសនីគិរីរម្យទី1ហើយដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ4ហួសផ្លូវចំណាត់លោកយាយម៉ៅពេជ្រនិលមកដល់ទីនេះមានចម្ងាយផ្លូវប្រហែល10គីឡូម៉ែត្រដែលនៅខាងស្ដាំដៃមានផ្លូវច្រកចូលក្រាកៅស៊ូដោយបងប្អូនបានឃើញក្នុងវីដេអូនេះស្រាប់បងប្អូនចង់ដឹងទេថាតើផ្លូវឡើងទៅទំនប់វារីអគ្គិសនីគិរីរម្យទី1នេះមានចំណុចងាយស្រួលនិងពិបាកនៅកន្លែងណាខ្លះសូមបងប្អូនទាំងគ្នារីករាយទស្សនាវីដេអូនេះជាបន្តទៀតសូមអរគុណបន្ទាប់ពីធ្វើដំណើរឡើងភ្នំប្រហែល30នាទីតាមផ្លូវបេតុងរហូតដល់ផ្លូវទាល់បងប្អូននឹងបានឃើញផ្លូវចូលព្រៃតូចមួយនៅខាងឆ្វេងដៃបងប្អូនបន្តដំណើរតាមផ្លូវនេះទៅត្រង់រហូតនោះបងប្អូននឹងទៅដល់ចំណុចពិបាកមួយចាត់ដឹងថាចំណុចពិបាកនៅតាមផ្លូវនេះត្រង់ចំណុចណាសូមបងប្អូនទាំងគ្នាតាមដានទស្សនាវីដេអូនេះជាបន្តទៀតសូមអរគុណកន្លែងឆ្លងអូនេះហើយដែលជាចំណុចពិបាកព្រោះក្តារក្រាខាងក្រោមមានទំហំរាងតូចពិបាកនឹងការដាក់ជើងទប់ម៉ូតូហើយឈើមូលដែលគេបានចងនៅអមសងខាងក្តារឈើនេះមិនមាំនោះទេហើយក៏ធ្លាប់មានអ្នកឆ្លងច្រឡំជន់ឈើនេះធ្លាក់ទាំងមនុស្សទាំងម៉ូតូចុះទៅក្រោមផងដែរដូចនេះបងប្អូនមានបំណងមកលេងទីនេះគួរតែមានគ្នាដើម្បីជួយទប់ម៉ូតូមុខក្រោយដូចជាពួកខ្ញុំដើម្បីសុវត្ថិភាពបងប្អូនទាំងគ្នាបន្ទាប់ពីចំណាយពេលធ្វើដំណើរអស់រយៈពេល3ម៉ោងកន្លះតាំងពីម៉ោង1កន្លះថ្ងៃត្រង់រហូតដល់ម៉ោង5ល្ងាចឥឡូវនេះពួកខ្ញុំបានមកដល់ទីតាំងទំនប់វារីអគ្គិសនីគិរីរម្យទី1ហើយប៉ុន្តែពួកខ្ញុំនឹងបន្តទៅស្វែងរកទីតាំងដែលធំទូលាយងាយស្រួលឲ្យពួកខ្ញុំបោះតង់បានជុំគ្នាផងដែរ
โอเคแล้วนี่พวกខ្ញុំបានស្វែងរកទីតាំងដែលអាចបោះតង់បានហើយកន្លែងនេះស្រឡះល្អនិងនៅក្បែរទំនប់វារីអគ្គិសនីតែម្ដងអូខេតើបងប្អូនចង់ដឹងទេថាពួកខ្ញុំមកបោះតង់នៅទីនេះមានសកម្មភាពអ្វីខ្លះហើយទេសភាពនៅជុំវិញនិងទេសភាពលើអាកាសនៅពេលល្ងាចមានភាពស្រស់ស្អាតកម្រិតណាសូមបងប្អូនទាំងអស់គ្នាតាមដានទស្សនាវីដេអូនេះជាបន្តទៀតសូមអរគុណchill.
Mày ra không? Chuyện đấy. Nghe nè. Nghe bơm một camera sao? Nhanh rồi. Lấy phai khác vào rồi. Bảy như muốn đấy. Bàនេះគឺជាដំណើរកាត់យប់បាទដើម្បីទៅរកទៅយកសមាជិកបន្ថែមទៀតបាទសមាជិកចេញពីពេញម៉ោងបាទកន្លះឥឡូវម៉ោង10ហើយបាទទៅមកដល់ភាសាមកជិះឡាននៅផ្លូវស្ទះឥឡូវនេះយើងទៅជួយយកភាសាផ្លូវនេះឡានចូលមករួចអញ្ចឹងម៉ូតូ3គ្រឿងគ្នា4នាក់មិនម៉ូតូ4តាមម៉ូតូ1បាទជាមួយឯងដល់បាទបើរៀងឧបសគ្គបន្តិចបាទបាទឥឡូវគ្នា3 4នាក់3ម៉ូតូបាទមកយកតារាបាទបាទយកមេយកមេបាទBảy trong bảo cho mấy nhom phơi tại bao đá. Hello Hello boy. Đọc bay thím mà làm bay thím bà lời này bà lời này bay mà tô nia pram muối nè bà bay mà tô nia pram muối nè chương thay mây mà cả đại giúp ở chương cha tay mà chắc thay mây à mà chắc thay mây nơi khang về kia gì cái trong tim muối tay chương cha nơi cái không xa ok Kelap tao vinh cho pray và lên thường là kelap tao vinh ba bằng cách group này ba ba tí bom pot ba Samajika thay mấy ba mà đó tức đây nia khang về cái này cái rồng tim môi hai hả em mất bái à bái không Samajika em mất play em mất ô em ấy ô ăn bạch chan nào ô bạch chan xa đó bạch chan xa đó ba mà chụp tham mấy và tăng tham mấy phong tài đẹp trăm chật rồi hai hay là cái trong sạ tham mò gì vật tôi giúp mà ngất dạng na còn màu đây ô hộp còng bẩn lưới bạch chan nè em mình tên lúc đó lội xót này mới là ní màu muối màu nơi bẩn tục sai chênh pi về để kịch gì cái tim muối mà một lọc này mưa sạc sám đáy cứ so scoop hơi bên tay ní ngật slop bây đôi chia than bị sai còn bông rục riêng than tê và đà than tê và đà còn bông tay tục chốt luôn than bị sai bà con mà con dẹp vào đây con
ខ្លួនឯងថាជាតិមិនពេលអាហារពេលព្រឹកនៅវេរីអគិសនីគិរីរំទី1ជាមួយ idol ប្រុសស្អាតស្រីស្អាតទីវីដេអូមកថ្ងៃឆ្នាំគាត់ទៅហ្នឹង idol ប្រុសសង្ហាខ្ញុំអានសាប់អែម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 អីផ្លាច់របស់មានផ្លាច់ចាប់បានហើយចាប់បានប្រៃសុខសប្បាយដើរបោកបាំងដល់ចុះដល់មកដាក់ហនុមានខ្មែរនេះដែរក្រុមហ៊ុនឃើញអាច sponsor ខ្លះៗហនុមានចង់គ្រប់វីដេអូហើយបំភ្លេចមិនបានទេហនុមានទឹកខ្មៅទៅណាក៏ផាត់ទៅណាក៏ផាត់សាសតុនចិត្តធ្វើហូបចាមានអ្នកស្រឡាញ់ណាមកបាយវិញមើលញ៉ាំវាស្ញញមើលអត់ញ៉ាំវាស្ញញចេះធ្វើដែរមកស្អាតមានអ្នកស្រឡាញ់អត់ពេលចេះធ្វើមកចេះធ្វើចាស់ចង្ក្រានចាំមកជួស្ដីមែនកំបាក់វិញមែននេះឯងញ៉ាំគឺធូរណានេះប្រុសសង្ហាជុចអត់មិនស្អិចស្មោះស្នេហ៍ចង់ផៅញ៉ាំមួយបាទយើងមកដល់នេះតាំងពី
រសៀលម្សិលមិញឥឡូវនេះពេលថ្ងៃត្រង់ម៉ោងបាយអែមណា Hãy không nói về con là mày. ជាបងជាទេជាឆ្លងខ្លួនឯងថាមិនជាទៅចប់ហើយនេះគឺជាវីដេអូចុងក្រោយអាហារពេលថ្ងៃត្រង់នៅវិរិយអគ្គិសនីគិរីរម្យទី1បាទសេមុខដៃដែរបាទនិយាយលឿនៗខ្លាចចង់ copyright បាទអូនេះទុំដេយឯងបាទតែទុំដេយប្តីបាទបាទនេះគឺកាមេរ៉ាមែនបាទកំពុងតែចង់ថតវីដេអូបាទនេះអ្នកថតបាទចង់ហៅឲ្យថតអីទេបងប្អូននេះអ្នកថតហើយនោះអ្នកសំដែងបាទនោះអ្នកសំដែងកំពុងតែសំដែងកំពុងត្រីបាទណាហើយបកត្រីណាបាទអូមានអ្នកថតមានអ្នកសំដែងបាទនោះអ្នកសំដែងបាទនេះ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 ថាអំបិលហើយយ៉ាសំដែងក៏បានមែនមើលទៅអូសំដែងច្រើនជាងមើលទៅtrời ngày mà chích chơi qua số tức là chui qua cả trong tối pi rai cô bây giờ được cô đây ê mẹ bọn thấy đi rồi mẹ bọn thấy bọn cháu xiêm đây ai xin bọn cháu xiêm mẹ xin ngọc đi đó nhớ là liên tục nó bị sọc mai quay bọn cháu xiêm thì sọc mai đi tích bé bị chọc đi bé bị chọc đi bé sao bánh sữa giống đây nè là tích bây giờ luôn quá còn